បរិមម្នាក់នេះបានដើរអស់រយៈពេល27ឆ្នាំមកហើយដើម្បីក្លាយជាមនុស្សតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលដើរជុំវិញភពផែនដីទាំងមូលដែលមានបម្រាមមួយគឺមិនជិះលើយានយន្តអ្វីទាំងអស់គាត់មានឈ្មោះថា Carl Busby ដែលបានចាប់ផ្ដើមនៅឆ្នាំ1998ពីចុងនៃប្រទេសឈីលីដែលសន្យាថាគាត់នឹងត្រឡប់មកផ្ទះវិញដែលគ្រាន់តែដើរប៉ុណ្ណោះ2ឆ្នាំក្រោយមកគាត់បានឆ្លងកាត់អាមេរិកខាងត្បូងតែត្រូវប្រឈមមុខនឹងតំបន់ Darien Gap ដ៏គ្រោះថ្នាក់មានប្រៃក្រាស់ខ្មឹកអ្នករត់ពន្ធពួកឧទាមប្រដាប់អាវុធនិងសត្វសាហាវជាច្រើនគាត់បានរស់រានមានជីវិតពីរយៈពេល50ថ្ងៃឆ្លងកាត់តំបន់ដ៏គ្រោះថ្នាក់នៅទីនោះទាហានប៉ាណាម៉ាថែមទាំងបានឃុំខ្លួនគាត់រយៈពេល18ថ្ងៃមុនពេលអនុញ្ញាតឲ្យគាត់បន្តដំណើររបស់គាត់ត្រូវចំណាយពេល6ឆ្នាំដើម្បីឆ្លងកាត់តំបន់អាមេរិកកណ្ដាលនៅខាងជើងហើយទៅដល់ច្រកសមុទ្រ Bering ដែលបំបែករុស្ស៊ីនិងរដ្ឋ Alaska បន្ទាប់ពីរងចាំដល់ផ្លូវសមុទ្រចុះកកត្រជាក់គាត់និងអ្នកធ្វើដំណើរជនជាតិបារាំង Dimitri Keffer បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលឆ្លងកាត់ដោយថ្មើរជើងបើទោះបីជាគាត់ត្រូវបករស័ព្ទទៅចម្ងាយ80គីឡូម៉ែត្រក៏ដោយប៉ុន្តែពេលមកដល់រុស្ស៊ីបាននាំមកនូវការតស៊ូថ្មីការចាប់ខ្លួនការកំណត់ទិដ្ឋាការដ៏តឹងរ៉ឹងនិងរដូវរងាដ៏ត្រជាក់ដល់ដក50អង្សារបស់តំបន់ Siberia បានអូសបន្លាយការធ្វើដំណើររបស់គាត់ឆ្លងកាត់ប្រទេសទៅដល់រយៈពេល11ឆ្នាំបន្ទាប់មកជំងឺរាតត្បាត COVID បានមកដល់ធ្វើឲ្យគាត់ជាប់គាំងនៅហ្គាសាក់ស្ថានអស់រយៈពេល4ឆ្នាំដោយប្រឈមមុខនឹងសមុទ្រ Caspian រារាំងផ្លូវរបស់គាត់បានធ្វើការជ្រើសរើសវិធីយ៉ាងប្រៃផ្សៃគឺហៅទឹកឆ្លងកាត់ជាមួយនឹងអ្នកដំណើរជនជាតិអាមេរិក Angela Maxwell គាត់បានចំណាយពេល30ថ្ងៃនៅក្នុងទឹកដែលសម្រាប់តែនៅលើទូកជំនួយប៉ុណ្ណោះដែលបានក្លាយជាមនុស្សដំបូងគេដែលមិនធ្លាប់ធ្វើវាឥឡូវនេះបន្ទាប់ពីចម្ងាយ47000គីឡូម៉ែត្រឆ្លងកាត់25ប្រទេសលោកខាលកំពុងធ្វើដំណើរឆ្លងកាត់ទ្វីបអឺរ៉ុបជាមួយនឹងក្តីសង្ឃឹមថានឹងទៅដល់ផ្ទះនៅឆ្នាំ2026